មុនបតូបថតសកម្មភាពខ្លួនឯងពេលរៀបបិទសិនរៀងរាល់ថ្ងៃខ្ញុំដែរទុកសិននឹងនៅផ្ទះហើយនៅតូបទេខ្លាចមានរឿងអាក្រក់កើតឡើងអញ្ចឹងតែងតែយកវានឹងទៅផ្ទះរៀងរាល់ថ្ងៃព្រឹកយកមកល្ងាចឡើងយកទៅវិញអញ្ចឹងទៅមានពុកម៉ែបងប្អូនណាដែលលក់កាហ្វេដូចខ្ញុំខ្លះអត់ហ៊ានទុកម៉ាស៊ីនកាហ្វេនៅតូបឬក៏មានតែខ្ញុំទេខ្ញុំអត់ហ៊ានទុកដោយសារអីទីតាំងខ្ញុំវាអត់ល្អអត់អំណោយផលក្នុងការទុករបស់របរនៅក្នុងនោះអញ្ចឹងរបស់មួយចំនួនខ្ញុំទុកតែរបស់មួយចំនួនក៏ខ្ញុំមិនហ៊ានទុកដែរចឹងឯងខ្ញុំសុខចិត្តហត់លើកវាទៅមករៀងរាល់ថ្ងៃងាយស្រួលដែរវាទម្ងន់ល្មមដែលខ្ញុំអាចយកទៅមកបាន